សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះហុកធីតាជាគ្រូបង្រៀននៃវិទ្យាល័យព្រះស៊ីសវត្តក្នុងកម្មវិធីសាលារៀនចំនួនថ្មីចាអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំនឹងមកបន្តចែករំលែកចាតកតងទៅនឹងរបៀបនៃការអនុវត្តល្បែងធម្មពលមួយចំនួនសម្រាប់បម្រើបម្រាស់ឲ្យការបង្រៀនរបស់យើងចាអញ្ចឹងដោយដែលយើងដឹងជាទូទៅនៅពេលដែលយើងបង្រៀននៅក្នុងថ្នាក់រៀនរបស់យើងពេលខ្លះកូនសិស្សគឺគាត់មានភាពធុញទ្រាន់ចាគាត់អត់ចង់អារម្មណ៍គាត់អត់ចាប់អារម្មណ៍ទៅលើការបង្រៀនឬក៏ការបង្ហាញខ្លឹមសារក៏ដូចជាសកម្មភាពដែលមិត្តភ័ក្តិរបស់គាត់ធ្វើការចែករំលែកអញ្ចឹងនៅថ្ងៃនេះដែរនេះខ្ញុំនឹងបង្ហាញអំពីចារបៀបនៃការទះដៃដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្សអញ្ចឹងសង្ឃឹមថាការចែករំលែករបស់នាងខ្ញុំចាផ្ដល់ជាសារៈសំខាន់ទៅដល់លោកគ្រូអ្នកគ្រូហើយអាចចាប់អារម្មណ៍តាមដានទស្សនានៅសកម្មភាពនេះទាំងអស់គ្នាចាជាទូទៅយើងឃើញថានៅក្នុងដំណើរការនៃការបង្រៀននៅក្នុងថ្នាក់រៀនលោកគ្រូអ្នកគ្រូបានអនុវត្តនៅជំហានសំខាន់ដូចដែលយើងមាននៅក្នុងកិច្ចតែងការហើយពេលខ្លះយើងអាចនឹងផ្ដោតទៅលើការចាប់អារម្មណ៍នៅពេលដែលលោកគ្រូអ្នកគ្រូធ្វើការចែករំលែកមុននឹងយើងចូលដល់សកម្មភាពដែលសិស្សគាត់ធ្វើការជជែកពិភាក្សាពេលខ្លះនៅពេលដែលលោកគ្រូអ្នកគ្រូគាត់និយាយឬក៏គាត់ចែករំលែកអាចថាមានបញ្ហាមួយចំនួនកើតឡើងដែរព្រោះដូចជាក់ស្ដែងនៅក្នុងទស្សនវិជ្ជានេះអញ្ចឹងកូនសិស្សគឺគាត់ហាក់មានភាពធុញទ្រាន់គាត់អត់សូវចាប់អារម្មណ៍វាអាចមកពីកត្តាជាច្រើនទោះបីជាគ្រូព្យាយាមបញ្យល់ណែនាំគាត់ពេលខ្លះសិស្សខ្លះគាត់បែរជាទៅជជែកចានិយាយគ្នាផ្សេងក្រៅតែពីការស្ដាប់នៅការបញ្យល់របស់លោកគ្រូអ្នកគ្រូអញ្ចឹងយើងអាចបញ្ចូលនៅលំហាត់ផ្សេងដូចជាការទះដៃជាដើមដើម្បីឲ្យកូនសិស្សគាត់មានការទាញនៅចំណាប់អារម្មណ៍ឬក៏បង្កនៅបរិយាកាសរីករាយត្រឡប់មកវិញអញ្ចឹងទស្សនវិជ្ជានៃការទះដៃយើងឃើញថាមានច្រើនមែនតើចាឬក៏របៀបនៃការទះដៃយើងមានច្រើនដូចជាក់ស្ដែងការបង្ហាញនេះគឺបង្ហាញអំពីទះដៃដំណក់ទឹកភ្លៀងចាដែលមានដំណាក់កាលផ្សេងកូនសិស្សគាត់អាចអនុវត្តទៅតាមការណែនាំរបស់លោកគ្រូអ្នកគ្រូយើងអាចរើសតំណាងក្រុមដើម្បីឲ្យគាត់ឡើងធ្វើបទបង្ហាញឬក៏ធ្វើតាមលោកគ្រូអ្នកគ្រូណែនាំចាទៅតាមទស្សនវិជ្ជាឬក៏សកម្មភាពជាក់ស្ដែងបន្ទាប់មកទៀតយើងចាប់ផ្ដើមអនុវត្តចាជាមួយនឹងក្រុមធំទាំងមូលនៅក្នុងថ្នាក់រៀនដោយធ្វើការលើកដៃមួយបែបនេះមានន័យថាគឺជាការចាប់ផ្ដើមនៃដំណក់ទឹកភ្លៀងរបស់យើងពេលខ្លះវាសំឡេងអត់សូវលឺទេតបមកទៀតគឺម្រាមដៃទី2ចាវាចាប់ផ្ដើមឲ្យមានសំឡេងលឺបន្តិចម្ដងរហូតដល់ផ្ទះម្រាម3ម្រាម4ម្រាម5យើងឲ្យគាត់ផ្ទះខ្លាំងផ្ទះសំឡេងខ្សោយពេលនោះគាត់នឹងបង្កនៅបរិយាកាសរីករាយហើយផ្ទះខ្លាំងផ្ទះខ្សោយរហូតទៅដល់សកម្មភាពហ្នឹងចាចុងក្រោយយើងមានសំឡេងថារន្ទះបាញ់អញ្ចឹងកូនសិស្សគឺគាត់ផ្ទះដៃព្រមគ្នាតែម្ដងអញ្ចឹងនេះគឺជារបៀបផ្ទះដៃទី1ដែលយើងហៅថាផ្ទះដៃដំណក់ទឹកភ្លៀងចាអញ្ចឹងក្រៅតែពីចារបៀបនៃការទះដៃទី1ដើម្បីទាក់ទាញចំណាប់អារម្មណ៍យើងក៏មានរបៀបនៃការទះដៃផ្សេងទៀតផងដែរដើម្បីទាញចំណាប់អារម្មណ៍សិស្សអញ្ចឹងបើយើងនិយាយអំពីរបៀបនៃការទះដៃហ្នឹងវាមានច្រើនប៉ុន្តែក្នុងនោះនាងខ្ញុំសូមលើកយកនៅរបៀបទះដៃមួយចំនួនតែប៉ុណ្ណោះដើម្បីមកធ្វើការចែករំលែកទៅដល់លោកគ្រូអ្នកគ្រូចាដូចជារបៀបទះដៃទី1នេះគឺយើងដឹងហើយទះដៃដំណក់ទឹកភ្លៀងចាទះដៃបន្ទាប់គឺគេហៅថាទះដៃអស្ចារ្យចាដែលទះដៃអស្ចារ្យនេះយើងមានទស្សនវិជ្ជាបែបហ្នឹងចាអញ្ចឹងយើងទះដៃ3 1 2 3ហើយបង្ហាញពីភាពអស្ចារ្យប៉ុន្តែយើងចង់តាក់ទាញដែរថាភាពអស្ចារ្យនេះគឺអស្ចារ្យសម្រាប់ខ្លួនឯងផងនិងអស្ចារ្យសម្រាប់មិត្តភ័ក្តិផងអញ្ចឹងយើងទះ1 2 3អស្ចារ្យសម្រាប់ខ្លួនឯងចា1 2 3អស្ចារ្យសម្រាប់មិត្តភ័ក្តិអញ្ចឹងនេះគឺជារបៀបនៃការទះដៃងាយបង្ហាញពីការទាញចំណាប់អារម្មណ៍ហៅថាទះដៃអស្ចារ្យបន្ទាប់មកទៀតចាបើយើងមើលពីការចាប់អារម្មណ៍របស់សិស្សបើយើងធ្វើសកម្មភាពដដែលឬក៏ការទះដៃនឹងដដែលពេលខ្លះគាត់ធុញអញ្ចឹងយើងដូររបៀបនៃការទះដៃចាដូចជាយើងឃើញទស្សនវិជ្ជានេះលោកគ្រូប្រហែលជាធ្លាប់ដឹងថាតើទះដៃអីគេចាអញ្ចឹងបន្ទាប់ពីចប់យើងចូលដល់របៀបទះដៃទី3ដែលយើងឲ្យឈ្មោះថាទះដៃគណិតវិទ្យាអញ្ចឹងទះដៃគណិតវិទ្យាគឺយើងអាចធ្វើការណែនាំទៅកាន់សិស្សបែបនេះចាដំបូងគឺយើងធ្វើទៅការទះដៃ1 2 3ចាទះដៃ1ទះដៃ5 5 ដល់3 5ដល់4
លោកគ្រូអ្នកគ្រូទាំងអស់ច្បាស់ជាធ្លាប់បានអនុវត្តកន្លងមកហើយតកតងជាមួយនឹងរបៀបនៃការទះដៃអញ្ចឹងអ្វីដែលយើងចង់ដឹងថាតើលំហាត់ដែលតកតងជាមួយនឹងការទះដៃឬក៏សកម្មភាពដែលយើងតាក់ទាញចំណាប់អារម្មណ៍ទាំងអស់ហ្នឹងយើងអាចធ្វើឡើងតាមសកម្មភាពអីខ្លះចឹងទៅเนาะចាថាតើអ្វីជាសកម្មភាពដែលទាញចំណាប់អារម្មណ៍ចាអញ្ចឹងយើងឃើញថានៅពេលដែលយើងនិយាយពីការទាញចំណាប់អារម្មណ៍គឺវាពាក់ព័ន្ធជាមួយនឹងសកម្មភាពឬក៏អ្វីទាំងឡាយណាដែលលោកគ្រូអ្នកគ្រូធ្វើម៉េចឲ្យកូនសិស្សរបស់យើងមានភាពស្វាហាប់ឬក៏ដូចថាពេលដែលកូនសិស្សគាត់មានការងងុយគេងឬក៏គាត់អត់ចាប់អារម្មណ៍ទៅលើអីមួយហ្នឹងគឺយើងចាប់ផ្ដើមចារកចាសកម្មភាពផ្សេងដើម្បីឲ្យកូនសិស្សងាកបង្វែរចំណាប់អារម្មណ៍របស់គាត់ហ្នឹងមកដល់ការរៀននិងការបង្រៀនរបស់យើងវិញចាអញ្ចឹងយើងឃើញថានៅពេលដែលកូនសិស្សដូចនៅក្នុងទស្សនវិជ្ជាវីដេអូបាញ់មិញអញ្ចឹងយើងឃើញថាកូនសិស្សខ្លះគាត់រៀងដូចចង់ល្ងួយគេងឬក៏ខ្លះគាត់រៀងត្រោបអីចឹងទៅបើទោះបីជាលោកគ្រូអ្នកគ្រូបានព្យាយាមណែនាំគាត់អំពីវិន័យចាអំពីរបៀបនៃការអង្គុយអំពីសារៈសំខាន់នៃការយកចិត្តទុកដាក់ទៅលើការស្ដាប់ឬក៏ការចូលរួមចំណែកនៅក្នុងការរៀនយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងនាមយើងជាគ្រូយើងត្រូវតែមានតិចនិចឬក៏បញ្ចូលសកម្មភាពនានាដែលជួយធ្វើម៉េចទាញអារម្មណ៍សិស្សរបស់យើងនឹងឲ្យផ្ដោតទៅលើការរៀនរបស់យើងវិញព្រោះនៅក្នុង1ម៉ោងនៃការបង្រៀនឬក៏45នាទីនៃការបង្រៀនរបស់យើងចាការចាប់អារម្មណ៍របស់សិស្សហ្នឹងវាអត់ដូចគ្នាទេចាអ្នកខ្លះគឺគាត់យកចិត្តទុកដាក់អ្នកខ្លះទៀតអត់យកចិត្តទុកដាក់អញ្ចឹងយើងអាចនិយាយបានថាតើអាការដែលអត់យកចិត្តទុកដាក់ហ្នឹងជាកំហុសរបស់សិស្សឬកំហុសរបស់គ្រូចាយើងមិនអាចដាក់បន្ទុកថាកំហុសអ្នកណាប៉ុន្តែនៅក្នុងនាមជាគ្រូយើងត្រូវតែមានតិចនិចមួយធ្វើម៉េចចាផ្លាស់ប្ដូរចាបញ្ចូលសកម្មភាពនៃការរៀនរបស់យើងនឹងដើម្បីឲ្យកូនសិស្សគាត់ចាយកចិត្តទុកដាក់បន្ថែមផងដែរណាចាចំណុចមួយទៀតចាយើងអាចនិយាយថាហេតុអីបានជាយើងចង់បញ្ចូលល្បែងសិក្សាឬក៏ល្បែងធម្មពលហ្នឹងតកតងជាមួយនឹងការទះដៃក៏ដោយណាសកម្មភាពផ្សេងទៀតដែលនាងខ្ញុំបានចែករំលែកក៏ដោយទៅក្នុងចាការបង្រៀនរបស់យើងអញ្ចឹងយើងឃើញថាគោលបំណងសំខាន់ចាដែលយើងចង់បាននោះចាគឺតកតងជាមួយនឹងបង្កើនការចាប់អារម្មណ៍ណាចាអញ្ចឹងការបង្កើនការចាប់អារម្មណ៍ហ្នឹងគឺសំខាន់ណាស់ព្រោះធម្មតានៅពេលដែលយើងព្យាយាមពន្យល់សិស្សអត់យកចិត្តទុកដាក់មានន័យថាចេញខាងឆ្វេងចាចូលខាងស្ដាំចេញខាងឆ្វេងអញ្ចឹងគាត់អត់ចាប់អារម្មណ៍អញ្ចឹងមានន័យថាសំខាន់បំផុតគឺគោលបំណងយើងចង់បង្កើនការចាប់អារម្មណ៍ហើយបង្កបរិយាកាសរីករាយទៅដល់សិស្សានុសិស្សរបស់យើងចាចំណុចមួយទៀតក៏វាបង្ហាញអំពីការចូលរួមរបស់សិស្សដែរវាបង្កើតឲ្យមានការចូលរួមពីសំណាក់សិស្សានុសិស្សរបស់យើងចាចំណុចមួយទៀតគឺបណ្ដុះនៅភាពស្វាហាប់និងភាពរហ័សរហួនទាំងសកម្មភាពនិងការគិតអញ្ចឹងយើងឃើញហើយថាភាព reflect របស់កូនសិស្សមួយគឺមានភាពខុសគ្នាអញ្ចឹងយើងបណ្ដុះគាត់ឲ្យមានភាពស្វាហាប់និងយកចិត្តទុកដាក់ដូចជាលំហាត់ចុងក្រោយដែលយើងរៀនអញ្ចឹងសំទោសដែលនាងខ្ញុំបានចែករំលែកអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងរបៀបនៃការទះដៃគណិតវិទ្យាអញ្ចឹងមានន័យថាទះដៃ1ទះដៃ2 2ដក2កូនសិស្សខ្លះបើគាត់អត់រហ័សរហួនឬក៏មានភាពច្បាស់លាស់នៅក្នុងការគិតទេអញ្ចឹងគាត់នឹងអត់ធ្វើតាមអ្វីដែលយើងនិយាយចាទៅតាមសកម្មភាពដែលគាត់ធ្វើហ្នឹងវាខុសពីអីដែលយើងបានប្រាប់ឬក៏បានណែនាំទៅកាន់គាត់ចាអញ្ចឹងទាំងនេះហើយគឺជាគោលបំណងខ្លីៗពាក់ព័ន្ធជាមួយនឹងការបញ្ចូលលំហាត់តាក់ទាញចំណាប់អារម្មណ៍ឬក៏ល្បែងសិក្សាឬក៏ល្បែងធម្មពលរបស់យើងហ្នឹងចូលទៅក្នុងចាដំណើរការនៃការបង្រៀនរបស់យើងប៉ុន្តែយើងក៏មិនត្រូវធ្វើម៉េចឲ្យវាខាតពេលយើងដែរមកល្មមសំរុំដែលមិនស៊ីពេលយើងចាហើយកូនសិស្សចង់អារម្មណ៍ត្រឡប់មកវិញចាអរគុណច្រើនចាជំរាបសួរចាទីថ្មីបន្ទាប់ពីលោកគ្រូអ្នកគ្រូបានតាមដានទស្សនាជាមួយនឹងសកម្មភាពនៃការចែករំលែកនៅក្នុងថ្នាក់រៀនក៏ដូចជាឃើញទស្សនវិជ្ជាមួយចំនួនដែលកូនសិស្សគាត់បានអនុវត្តផងដែរអញ្ចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូអាចទទួលបាននៅចាអ្វីដែលជាចំណេះដឹងបន្ថែមចាបន្ទាប់ពីនាងខ្ញុំបានចែករំលែកអញ្ចឹងយើងឃើញថាទស្សនវិជ្ជានៅក្នុងការទាញចំណាប់អារម្មណ៍សិស្ស
ចានៅក្នុងរបៀបនៃការទះដៃមិញនេះគឺយើងឃើញថាមាន3របៀបចាអញ្ចឹងនេះខ្ញុំសូមធ្វើការសង្ខេបក៏ដូចជាបង្ហាញឡើងវិញចានៅរបៀបនៃការទះដៃទាំង3ប្រភេទនេះចាអញ្ចឹងទះដៃទី1យើងឲ្យឈ្មោះថាទះដៃដំណក់ទឹកភ្លៀងមានន័យថាយើងចាប់ផ្ដើមពីម្រាមដៃទី1របស់យើងបែបនេះចាចូលដល់ម្រាមដៃទី2ទី3ទី4ទី5ហើយយើងបង្ហាញអំពីសម្លេងភ្លៀងខ្លាំងចាសម្លេងភ្លៀងខ្សោយខ្លាំងខ្សោយហើយចុងក្រោយគឺរន្ទះបាញ់ចារបៀបទះដៃទី2របស់យើងគឺតាក់ទងជាមួយនឹងទះដៃអស្ចារ្យហើយទះដៃអស្ចារ្យនេះគឺងាយប៉ុន្តែវាអាចតាក់ទាញចំណាប់អារម្មណ៍សិស្សរបស់យើងបានផងដែរចាមានន័យថាយើងទះដៃ3ដង1 2 3អស្ចារ្យចា1 2 3អស្ចារ្យអញ្ចឹងអស្ចារ្យទី1សម្រាប់ខ្លួនឯងអស្ចារ្យទី2សម្រាប់សិស្សានុសិស្សរបស់យើងឬក៏មិត្តភ័ក្តិរបស់គាត់អីចឹងទៅចារបៀបទះដៃទី3គឺតាក់ទងជាមួយនឹងទះដៃគណិតវិទ្យាអញ្ចឹងទះដៃគណិតវិទ្យានេះវាពាក់ព័ន្ធជាមួយនឹងភាព reflect របស់កូនសិស្សអញ្ចឹងពេលហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍សប្បាយរីករាយងាកត្រឡប់មកចាប្រមូលអារម្មណ៍មកចាសកម្មភាពនៃការរៀនរបស់យើងអញ្ចឹងទះដៃគណិតវិទ្យាហ្នឹងអាស្រ័យទៅលើលោកគ្រូអ្នកគ្រូមានន័យថាសកម្មភាពឧទាហរណ៍ទះដៃ1ចាទះដៃ2ចា3ដក2អញ្ចឹង3ដក2នៅសល់ប្រហែលគឺនៅសល់1អញ្ចឹងកូនសិស្សទះដៃ1 5ដក4អញ្ចឹងនៅសល់1ឃើញទេអញ្ចឹងអាស្រ័យលើលោកគ្រូអ្នកគ្រូជាអ្នកនិយាយទេសំខាន់ធ្វើយ៉ាងណាឲ្យមានឧទាហរណ៍ថាបែបគណិតវិទ្យាឧទាហរណ៍3ដក2 3ដក1អីចឹងទៅកូនសិស្សគាត់មានភាព reflect នៅក្នុងការទះដៃតាមអ្វីដែលយើងចានិយាយឲ្យគាត់មានន័យថាកូនសិស្សធ្វើតាមសម្ដីរបស់យើងហើយកាយវិការរបស់គាត់ reflect ទៅតាមសម្ដីដែលយើងធ្វើផងដែរចាអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមអរគុណចាចំពោះលោកគ្រូអ្នកគ្រូចាដែលតែងតែតាមដានទស្សនានៅវីដេអូដែលនេះខ្ញុំបានធ្វើការចែករំលែកសង្ឃឹមថាជារឿងល្អមួយចាជាចំណុចវិជ្ជមានមួយដែលយើងអាចរៀនសូត្របានចាអរគុណច្រើនសូមគោរពជម្រាបលាចា